ខ្លាចឡើងគីឡូចង់សម្រក់ទងន់អីកុំមើលវីដេអូនេះឲ្យសោះអ្នកនរគ្នាខ្ញុំចង់មកណែនាំកន្លែងមួយទៀតគឺ buffet ដែលខ្ញុំចូលចិត្តខ្លាំងមែនតើលើកមុនខ្ញុំនិយាយពីអាំងកូរ៉េតែកាលហ្នឹងសាច់អាំង buffet បែបកូរ៉េទេហើយក៏មានជំរឿច្រើនដូចនេះដែរប៉ុន្តែនៅនេះគឺថាមុខម្ហូបគឺចម្រុះជាតិសាសន៍ហ្មងអ្នកនរគ្នាមកថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យគឺខុសគ្នាទាំង7ថ្ងៃហ្នឹងតែម្ដងថាមកថ្ងៃណាគឺម្ហូបថ្មីរហូតម្ហូបអត់ដដែលទេគឺមានចិនកូរ៉េបារាំងអាល្លឺម៉ង់អីចឹងគេដូរតាមថ្ងៃរបស់គេម្ហូបអាស៊ីម្ហូបអឺរ៉ុបវៀតណាមម៉ាឡេអីចឹងណាគឺថាមកថ្ងៃណាក៏អត់ជន់គ្នាដែរអ្នកនរគ្នាអញ្ចឹងមក buffet កន្លែងនេះមកប៉ុន្តែមុខម្ហូបដែលគេធ្វើដដែលហ្នឹងគឺមានដូចជាគ្រឿងសមុទ្រ sushi sashimi ម្ហូបលាបបាយអីចឹងអាហ្នឹងដដែលមែនប៉ុន្តែបើសិនជាអាមុខម្ហូបខាងប៉ែកអាស៊ីឬក៏ខាងគេចំអិនចុងភៅហ្មងគឺប្លែកខុសគ្នារាល់ថ្ងៃអញ្ចឹងអ្នកគ្នាមកញ៉ាំគឺអត់សាំទេថ្ងៃខ្ញុំ review នេះគឺខ្ញុំមកប៉ះចំម្ហូបចិនអញ្ចឹងទៅមានបែបស៊ីឈွន់ហើយសាច់អាំងបែបស៊ីឈွន់ហើយចំហុយស៊ីឈွន់អីគ្រប់មុខទាំងអស់អញ្ចឹងណាតែបើកាលមុននោះមកមួយបងប្អូនវិញប៉ះម្ហូបកូរ៉េប៉ះម្ហូបវៀតណាមអញ្ចឹងខ្ញុំមកឡើងនឹងច្រើនដងអ្នកគ្នាកន្លែងនេះគឺ buffet Naga ហើយ buffet Naga នេះគឺនៅអា Naga 2 Naga ថ្មីអាខ្ពស់អ្នកគ្នាចូលមកទៅដល់សួរគេតិចទៅថាចង់ទៅញ៉ាំ buffet អញ្ចឹងគេនាំទៅហើយនៅជាន់ទី2ហើយនៅនេះបើសិនជាអ្នកគ្នាមានកាតសមាជិកមានការបញ្ចុះតម្លៃ 5% ពីលើហ្នឹងទៀតដោយសារខ្ញុំទៅញ៉ាំរហូតអញ្ចឹងគឺខ្ញុំមានកាតសមាជិកម្នាក់តម្លៃគឺអាចដូចជា$25ថ្ងៃធម្មតា$28ថ្ងៃសៅរ៍អាទិត្យតែបើពេលគិតលុយទៅវាគិតតាក់គិតអីទៅអាចចូល30ដែរបើសិនអ្នកគ្នាមកថ្ងៃសៅរ៍អាទិត្យហើយនេះគឺថាម្ហូបច្រើនមែនតើខ្ញុំមិនដឹងនិយាយអស់ទេមានគ្រប់ជាតិសាសន៍ហើយអាថ្ងៃធម្មតាយើងទៅហ្នឹងគឺដូរថ្ងៃតាមជាតិសាសន៍មួយទេចឹងចង់និយាយថាវាច្រើនចម្រុះដែលយើងអត់សាំណាអ្នកគ្នាទៅគឺញ៉ាំបានឆ្ងាញ់ហ្មងនៅនេះអ្នកគ្នាមុខម្ហូបឃើញច្រើនចឹងមែនប៉ុន្តែមិនមែនចេញមកមុខអត់ឆ្ងាញ់មែនអត់ឆ្ងាញ់អត់ទេអ្នកគ្នាមុខគឺក្លឹមហើយឆ្ងាញ់ហ្មងអ្នកគ្នាញ៉ាំមួយណាក៏គេសម្រិតសម្រាំងដែរហើយដូចដែលខ្ញុំឲ្យមើលអញ្ចឹងមានតាំងពីផ្អែមទៀតផ្អែមវិញអូនិយាយទៅញ៉ាំអីក៏មានអ្នកគ្នាតកកឈូសផ្អែមខេកផ្អែមម៉ែខ្មែរផ្លែឈើគឺថាមានគ្រប់ទាំងអស់ចឹងបើថាចង់មកញ៉ាំអីទេហើយកន្លែងផ្អែមហ្នឹងក៏គេដូរតាមជាតិសាសន៍ដែរដូចថាថ្ងៃគេធ្វើកូរ៉េអញ្ចឹងគេមានអាផ្អែមដូចបាយធ្វើមកពីបាយធ្វើពីអង្គអីហ្នឹងហើយប៉ុន្តែអាផ្អែមដែលគេ permanent ដូចជា cake ដូចជាក្រែមអីគឺវាមានជាប់រហូតមុខម្ហូបច្រើនណាស់អ្នកគ្នានឹងខ្ញុំ review តន់អស់ហើយណាហើយបើសិនខ្ញុំនិយាយវិញដឹងនិយាយការចប់ពេកចឹងអ្នកទៅសាកហ្មងទៅមិនដឹងថាតើពេលទៅហ្នឹងចូលចិត្តមុខម្ហូបមួយណាជាងគេព្រោះអីទៅហ្នឹងមានពោះដាក់ក៏អត់អស់ដែរ